ក្រោយការរឿងថ្មីប្រទេសចោចិនស៊ីហាសាប្រមានទូតចិនកំចេញសេចក្តីថ្លែងការណ៍បង្កការផន់ច្រឡំបន្ទាប់ពីមានហេតុការណ៍កើតឡើងជាបន្តបន្ទាប់ពីប៉ុនជនជាតិចិននៃប្រទេសថៃជាពិសេសរឿងនៃអាកាសយានដ្ឋានសវណ្ណភូមិនាពេលចុងក្រោយនេះស្រាប់តែរដ្ឋមន្ត្រីក្រសួងការបរទេសថៃស៊ីហាសាភូមិគិតកៅបានព្រមានទៅឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងបាងកកឲ្យពន្យល់ពីហេតុការណ៍ទាំងអស់ជាងធ្វើសេចក្តីថ្លែងការណ៍ដែលបង្កការផន់ច្រឡំសារព័ត៌មានខៃសូតបានដកស្រង់សម្ដីលោកស៊ីហាសាដែលថ្លែងនៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកនៅថ្ងៃពុធទី5ខែសីហាឆ្នាំ2026នេះថាទូតចិនគួរតែពន្យល់អំពីរឿងហេតុចម្រូងចម្រាសពាក់ព័ន្ធទេសចររបស់ខ្លួននៅអាកាសយានដ្ឋានសវណ្ណភូមិហើយកុំធ្វើសេចក្តីថ្លែងការណ៍ដែលបង្កជាក្តីបារម្ភដល់សាធារណជនព្រោះតែវាជាបញ្ហារសើបដែលតម្រូវឲ្យមានការដោះស្រាយផ្នែកការទូតទើបល្អថ្មីនេះទំនាក់ទំនងថៃចិនប្រែល្អកកព្រោះតែកើតរឿងមិនចេះចប់ជាពិសេសការអនុវត្តវិធីសាស្ត្រធ្ងន់ធ្ងរហួសហេតុឈានដល់ការប្រើអំពើហិង្សាលើជនជាតិចិននៅប្រទេសថៃកាលពីសប្តាហ៍មុនសន្តិសុខថៃដែលអះអាងខ្លួនជាម្ចាស់ប្រទេសបានប្រើហិង្សាលើជនជាតិចិនអំឡុងពេលចូលរួមព្រឹត្តិការណ៍ពិព័រណ៍សៀវភៅមួយនៅទីក្រុងបាងកកស្ថានទូតចិនប្រចាំទីក្រុងបាងកកបានចេញសេចក្តីថ្លែងការណ៍អំពីវិនិយោគឲ្យអាជ្ញាធរថៃបើកការស៊ើបអង្កេតជាបន្ទាន់ព្រោះនោះគឺជាករណីប្រើហិង្សាជ្រុលហួសហេតុពេកលើប្រជាពលរដ្ឋខ្លួនប៉ុន្មានថ្ងៃក្រោយមកអ្នកដំណើរចិន20នាក់ត្រូវហាមឡើងជិះយន្តហោះនៅអាកាសយានដ្ឋានសវណ្ណភូមិហើយសន្តិសុខប្រលានថែមទាំងធ្វើកាយវិការបែបរើសអើងពណ៌សម្បុរទៀតផងទង្វើនេះបានបង្កឲ្យមានការរិះគន់និងខឹងសម្បារយ៉ាងខ្លាំងនៅលើបណ្ដាញអ៊ីនធឺណិតហើយវាបង្ហាញថាប្រទេសថៃសន្តិសុខនឹងមិនរាក់ទាក់ចំពោះទេសចរបរទេសនោះឡើយយានដ្ឋានរដ្ឋាមានទទួលជួសជុលរថយន្តគ្រប់ប្រភេទជួសជុលធ្វើជើងគ្រឿងក្រោមម៉ាស៊ីនត្រជាក់ប្រព័ន្ធភ្លើងឆែកដោយកុំព្យូទ័រសារស៊ីម៉ាំងរថយន្តនិងតោនបាញ់ថ្នាំអាស័យដ្ឋាននៅភូមិអណ្ដូងច្រកឃុំអំពិលស្រុកកំពង់សៀមខេត្តកំពង់ចាមលេខទូរស័ព្ទទំនាក់ទំនង012 202 906 069 51 31 92 097 92 04 242